បាទសូមស្វាគមន៍មកកាន់ធានបទថ្មីមួយទៀតហើយបាទយើងបានផលិតវីដេអូជាច្រើនហើយខ្ញុំគិតថាបងប្អូនតកាកម្មមួយចំនួនដែលគាត់ឆ្លាញ់ការសិក្សាស្វែងយល់តាម YouTube ឬក៏ channel ផ្សេងៗទៀតប្រហែលជាបានមើលវីដេអូមុនច្រើនដែរហើយបាទហើយភាគមុនខ្ញុំបាននិយាយអំពីនិយមន័យផែនការអាជីវកម្មអត់ចង់ខាតពេលយូរទេឥឡូវចូលទៅដល់ជជែកគ្នាតែម្ដងអំពីសារៈសំខាន់នៃផែនការអាជីវកម្មបាទខ្ញុំបានលើកឡើងអស់ហើយលើកមុនថាផែនការអាជីវកម្មជាផែនទីចង្អុលផ្លូវជាការកំណត់គោលដៅយុទ្ធសាស្ត្រជាថាតើយើងរៀបចំធ្វើម៉េចដើម្បីទៅដល់គោលដៅហ្នឹងអញ្ចឹងខ្ញុំចង់ដាក់មកមេរៀនទៀតអំពីសារៈសំខាន់នៃផែនការអាជីវកម្មដើម្បីបងប្អូនបងប្អូនទាំងអស់គ្នាដែលបានកំពុងអង្គុយមើលដែលកំពុងតាមដានជាវីដេអូគោលសម្រាប់យើងយកទៅបរៀនតាមខេត្តនេះគឺដឹងអំពីអ្វីដែលជាសារៈសំខាន់នៃផែនការអាជីវកម្មបាទអញ្ចឹងទី1គឺការកំណត់ទិសដៅបងប្អូនទាំងអស់គ្នាដូចខ្ញុំបានបង្ហាញក្នុងវីដេអូមុនគឺយើងចង់ផែនការអាជីវកម្មនឹងជួយឲ្យម្ចាស់អាជីវកម្មកម្រិតតូចជាពិសេសតូចនឹងតំងមីក្រូនឹងតំងគេហៅតូចបំផុតគេហៅមីក្រូនឹងមិនវិញផ្លូវនឹងបដោតទៅលើអតិភិបសំខាន់ដែលខ្លួនគួរធ្វើបងប្អូនខ្លះថាប្រហែលជាដឹងថាការលក់រាល់ថ្ងៃនេះគឺតែមានការលក់ទេដែលអាចបង្កើតប្រាក់ចំណេញបានបង្កើនប្រាក់ចំណូលបានប៉ុន្តែភ្លេចគិតថាបើត្រឹមតែលក់តាមវិធីសាស្ត្រដដែលបងប្អូនពុំមានទាំងអស់គ្នាអត់បានរកវិធីសាស្ត្រក្នុងការផ្សព្វផ្សាយក្នុងការធ្វើមិនទៅដល់តែជាងគោលដៅធំជាងមុនអញ្ចឹងការលក់របស់យើងនៅដដែលពីមួយថ្ងៃទៅមួយថ្ងៃហើយបើសិនសេដ្ឋកិច្ចធ្លាក់ចុះទៀតកាន់តែខូចទៀតទៅលើការលក់បាទឥឡូវសាកប្រាប់មកមើលរាល់ថ្ងៃហ្នឹងការលក់ដូរយ៉ាងម៉េចដែរមានបងប្អូនខ្លះរីកចម្រើនជាងមុនលក់បានច្រើនជាងមុនដោយសារគាត់ផ្លាស់ប្ដូរតែក៏មានបងប្អូនភូមិខ្លះទៀតកំពុងតែធ្លាក់ចុះនេះហើយបូកសារភាពសេដ្ឋកិច្ចពិភពលោកកំពុងស្រួលផងប្រេងឡើងថ្លៃផងរឹតតែជាបញ្ហាថែមទៀតបាទកម្មករការងារអនឡាញអីតបាត់អស់ទៀតអ្នកខ្លះលក់ដូរមួយចំនួនដើម្បីគ្រប់គងតាមតំបន់សេដ្ឋកិច្ចសំខាន់គឺអត់បានអីទេបាទអាហ្នឹងគឺសំខាន់ណាស់ឃើញទេអញ្ចឹងត្រឡប់មកវិញកំណត់គោលដៅនឹងគឺដែរទី2ស្មារតីរកទុនជាឯកសារចម្បងដើម្បីបង្ហាញទៅដល់ធនាគារអ្នកវិនិយោគតាមពិតនៅស្រុកយើងអត់សូវទេអត់ដែលមានពុះអីយើងវានៅខ្ចីជាងគេបើប្រៀបធៀបជាមួយបណ្ដាប្រទេសផ្សេងៗក៏ប៉ុន្តែតាមពិតទៅផែនការអាជីវកម្មគឺជាឯកសារសម្រាប់បង្ហាញពន្យល់និងសម្រាយរៀបចំប្លង់រៀបចំគោលការណ៍រៀបចំទិន្នន័យរៀបចំការលក់ដូរប្រាក់ចំណូលប្រាក់ចំណេញដើម្បីបង្ហាញទៅដល់ធនាគារឬក៏អ្នកចង់វិនិយោគតែយើងនៅទីនេះមិនគិតថាមានការវិនិយោគទេប៉ុន្តែបងប្អូនមួយចំនួនដែលខ្នាតតូចគាត់បានធ្វើរួចទៅហើយអំពីការវិនិយោគហើយច្បាស់ណាស់គេនឹងស៊ូមុនគេទៅលើចំណូលចំណាយហ្នឹងហើយអ្នកខ្លះទៅគាត់បង្ហាញតែរបាយការណ៍រញធុទេប៉ុន្តែជាការលក់បាននៅក្នុងធនាគារទេប៉ុន្តែអត់បានបង្ហាញជាឯកសារចម្បងឬក៏ទិន្នន័យចម្បងនៃការលក់ដូរដែលបង្ហាញតែអញ្ចឹងទុនបងប្អូនយើងរកស៊ីរកឯងមិនមែនយកខ្ចីការបរិយាអាជីវកម្មវាកើតបានទី1ពីខ្លួនឯងដែលបងប្អូនមានទុនខ្លួនឯងឬក៏យកចេញពីគ្រួសារខ្ចីពីគ្រួសារខ្ចីពីម៉ែពីឪបងប្អូនចូលហ៊ុនគ្នាធ្វើប៉ុន្តែទី2នៅពេលដែលយើងដំណើរការបានល្អហើយយើងទៅខ្ចីធនាគារយើងចេះប្រាប់ធនាគារថាយើងបានរីកចម្រើនហើយធនាគារក៏គេឲ្យតម្លៃសម្រាប់បងប្អូនទាំងឡាយណាដែលគាត់លក់ដូរឬក៏មានអាជីវកម្មទាំងឡាយណាដែលលក់បានច្រើនជាងមុនបង្កើនផលបានច្រើនជាងមុនបាទហើយដល់ឯងវិនិយោគបើអ្នកវិនិយោគិនវិញគឺត្រូវការដាច់ខាតសម្រាប់មើលទៅលើចំណុចខ្លាំងចំណុចខ្សោយសក្តានុពលនៃអាជីវកម្មទាំងអស់នោះមើលទៅលើចំណុចផ្សេងៗទៀតដែលជាអ្វីដែលជាចំណុចពិសេសបាទដែលដើម្បីឲ្យគេមុននឹងដាក់ទុនគេយល់អំពីផែនទីចង្អុលផ្លូវគេយល់អំពីទិសដៅរបស់យើងទី3កាត់បន្ថយហានិភ័យបាទការកាត់បន្ថយហានិភ័យយើងដឹងហើយថាយើងអត់វែងផ្លូវទេម្ចាស់អាជីវកម្មអត់វែងផ្លូវទេម្ចាស់អាជីវកម្មអាចមើលឃើញបញ្ហាដែលអាចនឹងកាត់មានឡើងហើយមុននឹងសម្រេចចិត្តបោះទុនបន្ថែមខ្ចីលុយធនាគារបន្ថែមមុននឹងសម្រេចចិត្តទៅរកទុនវិនិយោគពីបងប្អូនពីពូពីមីងពីម៉ែពីឪយើងដឹងតែអាចនឹងហានិភ័យអីខ្លះកើតឡើងហើយបើយើងហានិភ័យកើតឡើងយើងទៅដោះស្រាយបែបម៉េចបាទចំណុចទី4គឺការវង្វេងជោគជ័យខ្ញុំមិនចង់ប្រាប់ពីជោគជ័យនៅទីនេះទេពីព្រោះមិនចង់ឲ្យបងប្អូនអ៊ំពូមីងទាំងអស់ស្ដាប់មើលទៅយើងរៀនអំពីជោគជ័យប៉ុន្តែជាការពិតជីវិតយើងមិនអាចប្រកែកបានទេយើងចង់ធ្វើយើងកំពុងធ្វើអ្វីៗគ្រប់យ៉ាងគឺដើម្បីទិសដៅជោគជ័យទាំងជោគជ័យជាលក្ខណៈបុគ្គលជោគជ័យជាលក្ខណៈអាជីវកម្មអញ្ចឹងដើម្បីផ្ទៀងទាត់តែអាជីវកម្មរបស់យើងដើរទៅតាមជំហានរបស់យើងដើរទៅតាមផែនទីរបស់យើងបានដើរទៅតាមគោលដៅរបស់យើងបានគឺយើងត្រូវតែមានអីទៅបោះវែងខ្ញុំឧទាហរណ៍ថាបងប្អូនចង់បរិយាទិសដៅបរិយាពីតូចមួយទៅតូបធំទៅកន្លែងលក់ដូរដែលប្រាក់ដែលមានប្រក់សង្កសីទៅជាប្រក់ក្បឿងមានអាគារទំនើបជាងមុនចង់បរិយាតូបបុគ្គលិកពី5-6នាក់រហូតដល់10នាក់បរិយាអំពីទីតាំងពីខេត្តមួយទៅខេត្តមួយពីតំបន់មួយទៅតំបន់មួយបាទអានេះគឺជាចំណុចសំខាន់ដែលបងប្អូនត្រូវមើលថាតើត្រូវការវាស់វែងបែបម៉េចខ្ញុំដើរទៅក្នុងខេត្តសៀមរាបនៅក្នុងតំបន់ផាប់ស៊ីខ្ញុំឃើញបងប្រុសអ្នកដែលគាត់រស់ស៊ីជាដូចជានំរ៉ូទីបាទគាត់មាន3-4កន្លែងបាទនៅក្បែរគ្នាហ
ហើយខ្ញុំគិតថាខ្ញុំបានសួរទៅគាត់ក៏ទទួលបានផលដោយសារយើងដឹងហើយថានៅក្នុងខែ3ខែ4ហើយខែ2ទៅវាសិតពីខែ2ទៅនេះវាជា high season ជារដូវកើនឡើងនៃអ្នកភ្ញៀវទេសចរអន្តរជាតិជាពិសេសនៅក្នុងទឹកដីខេត្តសៀមរាបអញ្ចឹងគាត់បានរៀបចំតូចរបស់គាត់ដែលមានកម្មករម្នាក់ពីរនាក់តែធ្វើការងារធ្វើនំរ៉ូទីឲ្យគាត់បាទធ្វើបិទតែនំរ៉ូទីយើងមើលទៅឃើញតូចអាហារតាមផ្លូវអស់តាមផ្លូវជារទេសក៏ប៉ុន្តែដោយសារតែការទី2ពរិយាទី3ការដែលជោគជ័យទាំងអស់នោះវាកើតចេញពីការកំណត់គោលដៅរបស់គាត់ការកំណត់ពីផែនការផ្សេងៗដើម្បីគ្រប់គ្រងហានិភ័យវាជោគជ័យដែរបាទអញ្ចឹងហើយបានជាប្រធានបទយើងត្រូវបានលើកយកមកបរិញ្ញាបញ្ចែកម្លែកដល់អ៊ំពុំមីងបងទាំងអស់គ្នាគឺត្រង់កន្លែងនេះឯងហើយចង់ថាដឹងថាផែនការអាជីវកម្មតែស្អីមិនធ្វើមិនខ្លះគឺយើងមាននៅក្នុងមេរៀនផ្ទាល់បាទអរគុណ